បាទសួស្តីខ្ញុំភិរមគឺជា Lead Carbon Verifier Standard 14064គឺជាជំនាញទៅលើការធ្វើរបាយការណ៍និរន្តរភាពបៃតងក៏ដូចជាការគណនាការផ្សាយភាយឧស្ម័នកាបូនិករបស់ក្រុមហ៊ុន Eco Sustainability Group ថ្ងៃនេះខ្ញុំលើកពាក្យឬគឺអក្សរ3ម៉ាត់ដែលកំពុងពេញនិយម ESG មកពាក្យថា Environment Social Governance បាទដើម្បីជាចំណេះដឹងក៏ដូចជាបញ្យលឲ្យស៊ីជម្រៅដោយសារវាគ្រប់ដណ្ដប់ទៅលើនិរន្តរភាពនៃអាជីវកម្មក៏ដូចជានិរន្តរភាពការប្រើប្រាស់ថាមពលក៏ដូចជាធនធានផ្សេងភាពវិជ្ជមានរបស់ក្រុមហ៊ុនបានគេឈ្មោះយូរអង្វែងនៅក្នុងសង្គមក៏ដូចជាពិភពលោកដូច្នេះដើម្បីកុំឲ្យខាត់ពេលខ្ញុំបញ្យល់ហើយនឹងចូលទៅលម្អិតបាទ environment គឺសំដៅទៅលើបរិស្ថាននៅទីនេះគឺយើងនិយាយអំពីការទប់ស្កាត់ការសាយភាយឧស្ម័នកាបូនិកដែលវាធ្វើឲ្យមានបម្រែបម្រួលនៃអាកាសធាតុពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ធនធានពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គុណភាពខ្យល់ដូចទឹកពាក់ព័ន្ធជាមួយនឹងជីវៈចម្រុះផ្សេងពាក្យថា social គឺយើងសំដៅទៅលើទំនាក់ទំនងរបស់មនុស្សបុគ្គលិកប្រធានក្រុមហ៊ុនហើយនឹងអតិថិជនច្បាប់ការងារក៏ដូចជាសិទ្ធិមនុស្សផងដែរចំពោះអក្សរ G មកពីពាក្យថា governance ការគ្រប់គ្រងគឺពាក់ព័ន្ធជាមួយរចនាសម្ព័ន្ធក្រុមហ៊ុនពាក់ព័ន្ធជាមួយក្រុមប្រឹក្សាវិបាលពាក់ព័ន្ធជាមួយច្បាប់អត្ថប្រយោជន៍ផ្សេងពាក់ព័ន្ធមួយកាតព្វកិច្ចពន្ធទាំងពន្ធដារទាំងពន្ធនៃការប្រើប្រាស់ឧស្ម័នហួសដែនកំណត់អញ្ចឹងទាំងអស់នេះគឺវារួមផ្សំគ្នាដើម្បីចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុផងក៏ដូចជាការចូលរួមការទូកទៅរបស់ក្រុមហ៊ុនហើយនឹងជាការចូលរួមសំចៃក៏ដូចជាធ្វើឲ្យក្រុមហ៊ុនរបស់មួយដែលអនុវត្តទៅលើគោលនយោបាយ ESG ហ្នឹងគាត់មាននិរន្តរភាពមានផលចំណេញហើយនឹងដំណើរការបានយូរអង្វែងដើម្បីជាប្រយោជន៍ក្រុមហ៊ុនជាប្រយោជន៍សង្គមក៏ដូចជាមនុស្សជាតិទាំងអស់ផងដែរបាទអរគុណវីដេអូខាងក្រោយខ្ញុំនឹងបញ្យល់លម្អិតអំពីអត្ថប្រយោជន៍នៃការអនុវត្តគោលនយោបាយ ESG អញ្ចឹងជួប